សួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel ចាស់ប្រាជ្ញយើងបានជួបគ្នាម្ដងទៀតហើយនៅក្នុងអេពីសូតទី16ហើយសម្រាប់អេពីសូតនេះដែរគាត់មិនចង់រំលឹកឈ្មោះអ្នករងគ្រោះទេគាត់សុំមិនបញ្ចេញឈ្មោះទេហើយសាច់រឿងគាត់គឺជាសាច់រឿងបែបអំពើផ្លូវងឹតចឹងគាត់អាចនឹងប្រើពាក្យពេចន៍មិនសមរម្យសូមការអធិស្ឋានពីបងប្អូនអ្នកស្ដាប់ផងហើយសង្ឃឹមថាបងប្អូននឹងបានស្ដាប់កំសាន្តកែអបសពទាំងអស់គ្នាតោះយើងកុំឲ្យរងចាំយូរចូលទៅកាន់សាច់រឿងគាត់ទាំងអស់គ្នាគាត់ថាកាលពីគាត់នៅរៀងស្ទើគាត់បានធ្វើដំណើរទៅកាន់ខេត្តមួយដើម្បីចុះទៅមើលការងារសំណង់នៅតំបន់ដាច់ស្រយាលគាត់បានបញ្ជាក់ទៀតថាគាត់ធ្វើប្រភេទសាងសង់ផ្ទះឲ្យគេអ្នកដែលធ្វើចំការកស៊ូបងប្អូនដឹងហើយចំការកស៊ូវាត្រូវចូលទៅក្នុងព្រៃជ្រៅអញ្ចឹងគាត់ជាអ្នកបើកការសំណង់គេឲ្យទៅធ្វើប្រភេទផ្ទះដើម្បីឲ្យគេថាមានកម្មករដែលគាត់ជាកាយកស៊ូអីគាត់អាចទៅស្នាក់នៅហ្នឹងអញ្ចឹងគាត់គឺជាអ្នកបើកការសំណង់គាត់បន្តទៀតថានៅថ្ងៃដែលគាត់បានចេញទៅកន្លែងការឋានហ្នឹងគាត់ថាមានមេឃស្អាប់ខ្លាំងពេលដែលគាត់ទៅហ្នឹងរៀងប្រលប់ហើយអញ្ចឹងគឺធ្វើឲ្យគាត់ពិបាកមើលផ្លូវហើយក៏បានពងវែងផ្លូវដែរតាមពិតខ្ញុំបញ្ជាក់កន្លែងនេះតិចពេលដែលគាត់ទៅមើលហ្នឹងគឺគាត់ទៅតែម្នាក់ឯងទេដោយសារគាត់ចង់ទៅមើលទីតាំងផងហើយនឹងសាកសួរនិយាយគ្នាតាក់ទងនឹងថាយើងត្រូវធ្វើកន្លែងណាអីកន្លែងណាព្រោះគាត់ជាអ្នកដែលរៀបចំហើយបានដឹកគ្រឿងសំណង់ទៅតាមក្រោយនៅពេលដែលគាត់វង្វេងផ្លូវគាត់ក៏បានសម្រេចចិត្តថាឃើញមនុស្សម្នាក់ដែលឈរក្បែរមាត់បឹងហ្នឹងគាត់ក៏បានចូលទៅសួរគេគាត់បន្តទៀតថាអ្នកភូមិហ្នឹងគឺអត់មាននិយាយអ្វីច្រើនទេគ្រាន់តែចង់អល់គាត់ទៅខ្ទមនៅចុងភូមិចង់មានន័យថាគាត់ឃើញខ្ទមមួយទៅត្រង់ទៀតឃើញប្រភេទខ្ទមមួយតែមើលមិនសូវច្បាស់ទេព្រោះនៅរៀងឆ្ងាយដែរហើយរួចក៏ដើរទៅបាត់ទៅគាត់ក៏រៀងប្លែកដែរដោយសារតែបរិសុទ្ធដែលគាត់ស្ដានសួរហ្នឹងគាត់សួរចប់គាត់មើលតែកាន់ខ្ទមហ្នឹងព្យាយាមមើលដោយសារតែឆ្ងាយពេកក៏កលេចមកបាត់ថាបរិសុទ្ធហ្នឹងបាត់ទៅតែគាត់គិតច្រើនទេព្រោះគាត់គិតថាប្រហែលជាអាចនឹងដោយសារព្រៃជ្រៅដែរព្រៃច្រើនដែរគាត់គិតថាគេអាចនឹងដើរចូលព្រៃក្បែរនោះពេលដែលគាត់ទៅដល់កន្លែងដែលម្ដុំខ្ទមហ្នឹងគឺរៀងត្រជាក់ប្លែកខុសពីធម្មតាដែរគាត់បានបើករថយន្តរបស់គាត់ហ្នឹងទៅមុខខ្ទមហ្នឹងហ្មងទៅដល់នោះវាល្ងឹតល្មមបានជួបនឹងលោកតាម្នាក់ដែលគាត់ស្នាក់នៅអង្គុយនៅមុខខ្ទមហ្នឹងក៏គាត់សុំថាចង់ស្នាក់អាស្រ័យមួយយប់បរិសុទ្ធហ្នឹងចូលចិត្តថាគាត់ថាពេលដែលគាត់ស្នាក់នៅអូខេគាត់បានស្នាក់នៅមួយម្ចាស់ផ្ទះហ្នឹងគាត់ឲ្យស្នាក់នៅខាងក្នុងតែម្ចាស់ផ្ទះហ្នឹងពីច្រើនគាត់នឹងអង្គុយលោកតាម្ចាស់ផ្ទះហ្នឹងគាត់គឺអង្គុយស្មឹងអត់សូវមាត់អីច្រើនអង្គុយតែមុខផ្ទះកន្លែងភ្នក់ភ្លើរបស់គាត់ហ្នឹងហើយអ្វីដែលគាត់ចាប់ផ្ដើមប្លែកហើយនឹងព្រឺសបល់នោះគឺជាក្លិនគាត់ថាមានអាក្លិនស្អុយរលួយហើយមានអាប្រភេទក្លិនធូបលាយឡំគ្នាដែរហើយដល់ពេលក្បាលល្ងាចហ្នឹងអត់សូវអីទេគាត់បន្តទៀតថានៅពេលដែលចាប់ផ្ដើមចូលដល់ពាក់កណ្ដាលទៀតខណៈពេលដែលគាត់កំពុងតែដេកហ្នឹងដេកមិនទាន់នឹងលក់ផងគាត់ឮសលេងដូចគាត់ថាឮសលេងងើដូចប្រភេទដែលគេសូត្រអ្វីម្យ៉ាងតែឮចេញពីជញ្ជាំងផ្នែកខាងមុខមានន័យថាគាត់នៅក្នុងប្រភេទផ្ទះហ្នឹងតែឮចេញពីផ្នែកខាងមុខវិញហើយសលេងហ្នឹងវាដូចទៅនឹងគាត់ថាដូចជាប្រភេទសូត្រធម៌អីតែគាត់ស្ដាប់អត់បានដោយសារតែគាត់អត់យល់ដែរតែស្របពេលដែលគាត់ឮសលេងហ្នឹងគឺបើជាអាចមកពីគាត់ទៅប្រខោបដែរគឺក្បាលរបស់គាត់ហ្នឹងគាត់ថាចង់ផ្ទុះហើយវាឈឺខ្លាំងមែនតើដោយសារតែអាចណាមកពីគាត់ទៅប្រខោបផងអញ្ចឹងគាត់ចាប់ផ្ដើមប្រមូលអារម្មណ៍មកវិញតិច
ដោយសារតែធំនឹងសលេងនឹងអត់បានគាត់ក៏បានខោខាយទៅលោបមើលចន្លោះជាងផ្នែកខាងមុខហ្នឹងអ្វីដែលគាត់បានឃើញគឺគាត់ឃើញតាចាស់ចំណាស់ហ្នឹងគាត់អង្គុយនៅមុខភ្លើងប្រភេទដូចជាមានដូចខ្សែអំបោសអីពាត់ជុំវិញភ្លើងហ្នឹងធ្វើដូចពិធីអ្វីយ៉ាងហើយនៅក្នុងដៃរបស់គាត់ហ្នឹងមានរូបប្រភេទដូចជាគាត់សូនរូបមនុស្សរុំជាមួយនឹងសក់តែហើយនឹងកណាត់ស្រាប់តែគាត់បានឃើញកណាត់អាវរបស់គាត់ដែលគាត់ដាក់នៅកតុយឡាន pick up ហ្នឹងនៅលើដៃរបស់លោកតាហ្នឹងដែរគាត់យកទៅរុំជាមួយរូបសូនរបស់គាត់ដែលគាត់ដែលបានទៅកាត់ចេញពីកណាត់អាវរបស់គាត់ហើយគាត់ឃើញប្រភេទមួយទៀតយកប្រភេទជុលវែងយកមកចាក់លើរូបដែលសូនដែលឃើញកណាត់អាវរបស់គាត់ថាគាត់ទៅពេលដែលចាក់ហ្នឹងទៅពេលដែលលោកតាហ្នឹងគាត់បានយកមកជុលវែងហ្នឹងមកចាក់ទៅនឹងរូបសូនហ្នឹងទៅគឺគាត់ដែលលោបមើលហ្នឹងគឺក្តៅក្រហល់ហាយដូចទៅជាទៅដូចគាត់ថាពេលដែលចាក់ទៅគាត់បែរជាមកឈឺដែលគាត់ដែលជាអ្នកនៅខាងក្នុងនេះវិញអញ្ចឹងដោយសារតែគាត់ជាអ្នកដែលយល់ដឹងអំពីផ្នែកហ្នឹងដែរគាត់ថាបែរជាអាចនឹងចូលមកខុសទេហើយអញ្ចឹងត្រូវបានគេយកអាវរបស់គាត់ហ្នឹងយកមកធ្វើអំពើអំព័ន្ធតាក់ទងនឹងផ្លូវងឹតអញ្ចឹងគាត់ក៏ខំប្រឹងអត់ចេញពីផ្ទះហ្នឹងអត់មកកាន់ឡានរបស់គាត់ហើយបើកចេញយ៉ាងយប់ហ្នឹងមកតែកំឡុងពេលដែលគាត់បើកហ្នឹងគាត់បានមើលទៅឃើញតានឹងឈោដែរគាត់ថាឃើញតានឹងឈោហើយសម្លឹងមកគាត់ឲ្យញញឹមបែបគួរខ្លាចញញឹមតិចហើយគាត់បានបន្តការងារពេលដែលបើកឡានមកដល់ការឋានហ្នឹងគាត់អាហ្នឹងកាត់ចេញពីយប់ហ្នឹងណាពេលដែលគាត់បើកចេញហ្នឹងគាត់អូផ្លូវមកដល់ការឋានហ្នឹងវិញតែគាត់ក៏បានសួរបញ្ជាក់ដែរថាគេប្រាប់តែតកតូននឹងសាច់រឿងហ្នឹងទៅកាន់អ្នកដែលរស់នៅក្នុងចំការកស៊ូហ្នឹងគេថាអត់មានផ្ទះអត់មានអីទេហ្នឹងក៏អត់សូវមានមនុស្សមកណាមកពីណាមករស់នៅហ្នឹងដែរអញ្ចឹងតកតូននឹងសាច់រឿងដែលគាត់បានជួបហ្នឹងគាត់ភាំងខ្លួនឯងដែរដល់តែគេនិយាយអញ្ចឹងព្រោះពេលដែលគាត់ជិះមកវិញគឺអត់មានឃើញអីមែនតកតូននឹងផ្ទះឬក៏មានមនុស្សរស់នៅព្រោះវាចូលជ្រៅមែនតើតកតូននឹងប្រភេទចំការកស៊ូដែលគេទិញដីធំហើយបានយើងចាប់ផ្ដើមសាងសង់ជួលកម្មករយកមកឈៀកស៊ូហ្នឹងប៉ុន្តែអ្វីដែលបញ្ហាដល់គាត់នោះគឺនៅពេលដែលគាត់បានត្រឡប់មកស្រុកភូមិរបស់គាត់ចាប់ផ្ដើមមានអារម្មណ៍ថាអត់ស្រួលខ្លួនគាត់ក៏សម្រេចចិត្តថាគាត់ទៅផ្ទះនៅឯស្រុកគាត់វិញពេលដែលគាត់បានមកដល់ផ្ទះគាត់ចាប់ផ្ដើមធ្លាក់ខ្លួនឈឺស្រុកទៅពេលហ្នឹងគាត់ទៅរកគ្រូពេទ្យនៅកន្លែងណាក៏គេចេះតែពិនិត្យទៅអត់មានឃើញមានជំងឺអីរហូតដល់គាត់ដល់ដែលថ្ងៃមួយដែលគាត់ឈឺហើយគាត់ថាគាត់ងូតទឹកហើយអង្គុយសឹកសក់គាត់ថាចាប់ដើមសក់របស់គាត់ហ្នឹងគឺជ្រូកទាំងបាច់មកមានតែជ្រូកចំកណ្ដាលក្បាលនេះសិតទៅគឺដោយមកតាមក្រាស់សិតសក់ទាំងអស់តែនៅពេលដែលគាត់ឲ្យគេជួយមើលទៅគឺមានប្រភេទដូចស្នាមគេអុជធូបណាស្នាមអុជធូបនៅពាក់កណ្ដាលក្បាលរបស់គាត់ហ្នឹងមកតែតោះណាស្នាមអុជធូបបងប្អូនដែលឃើញប្រភេទលោកសង្ឃចិននោះតែយើងមើលទៅឃើញមានអាប្រភេទគេអុជធូបនៅកណ្ដាលក្បាលចឹងគាត់ហ្នឹងគឺមានលក្ខណៈបែបហ្នឹងហើយទោះបីជាគាត់បានទៅរកគ្រូអាគមដែលណាគ្រូអាគមស្ដាំហ្នឹងស្ដាំឆ្វេងបងប្អូនបែរជាស្គាល់គ្រូកន្លែងហ្នឹងខ្ញុំក៏អត់សូវបែងចែកដែរកន្លែងហ្នឹងដោះអំពើនោះចេញក៏ដោយប៉ុន្តែគ្រូហ្នឹងប្រាប់ថាវាអត់អាចដោះបានណាតោះនឹងអំពើហ្នឹងក៏នៅតែ
ឈឺស្គមស្គាំងទៅស្គមស្គាំងទៅហើយមានអារម្មណ៍ថាឈឺនៅផ្នែកអាខាងធុងដែលគាត់បានឃើញលោកតានឹងយកមកជុលយកមកចាក់ហ្នឹងណាហើយរឿងដែលបញ្ហាធំបំផុតនោះគឺរៀងរាល់ថ្ងៃសិលបញ្ហាដូចជាជំងឺគាត់ឈឺកាន់តែខ្លាំងចុកកាន់តែខ្លាំងនៅផ្នែកធុងហ្នឹងគឺវាឲ្យតែថ្ងៃសិលចាប់ដើមអញ្ចឹងហើយទៅពេលដែលគាត់ឈឺខ្លាំងមែនតើទៅគឺបងប្អូនគាត់ថាឡើងផ្នែកសមកដោយសារតែគាត់ព្រមលែងបានទៅហើយបានមករយៈក្រោយមកគឺគាត់ក៏បានចែកឋានដែរហើយបងប្អូននឹងឆ្ងល់ថាសាច់រឿងដែលខ្ញុំទទួលបាននេះគឺខ្ញុំទទួលបានមកពីសាច់ញាតិរបស់គាត់ទេហើយពេលដែលកើតឡើងដំបូងនេះបងប្អូនរបស់គាត់ហ្នឹងក៏បានទៅមើលស្វែងរកផ្ទះខ្ទមតាចាស់ហ្នឹងដែរតែលោកមានដូចថាយើងទៅប៉ះពាល់កន្លែងគេអញ្ចឹងចូលទៅប៉ះពាល់កន្លែងគេធ្វើបាបយើងហ្នឹងក៏បងប្អូនរបស់គាត់ហ្នឹងក៏បានទៅរកកន្លែងហ្នឹងដែរតែលោកយើងអាចទៅសុំគេឲ្យដោះចេញវិញឬក៏ចរចាតាមផ្នែករបស់គាត់តាមតែគាត់ជំនឿរបស់គាត់អញ្ចឹងទៅតែគាត់ពេលដែលគាត់ទៅដល់ម្ដុំហ្នឹងគឺអ្វីទាំងអស់ក៏អត់មានដែរសពទៅគឺពេលដែលផ្លូវដែលគាត់ជិះហ្នឹងអត់មានមនុស្សទាំងអស់ហ្មងតើទៅចូលដល់ក្នុងដល់កន្លែងទីតាំងដែលគាត់ធ្វើសំណងតាក់ទងនឹងកៅស៊ូហ្នឹងហ្មងកន្លែងជាកៅស៊ូដែលគាត់ធ្វើផ្ទះគេហ្នឹងបានមានមនុស្សហើយសួរនៅហ្នឹងក៏គេថាតែមានខ្ទមឬក៏អ្នកភូមិណាក៏កម្រនឹងចូលដល់ទីតាំងនេះដែរតាមគំនិតខ្ញុំគិតថាប្រហែលជាគាត់អាចនឹងចូលទៅខុសកន្លែងឬក៏អាចនឹងមានបញ្ហាផ្លូវងងឹតអីបាំងគាត់ទៅបានតែគាត់ឃើញរូបភាពទាំងអស់ហ្នឹងអញ្ចឹងអាសាច់រឿងទាំងអស់ដែលខ្ញុំបានរៀបរាប់ខាងលើនេះសុទ្ធសឹងតែបងប្អូនជាសាច់ញាតិរបស់គាត់ហ្នឹងគឺចែកម្លែកមកទេដូចថាបងប្អូនហ្នឹងពេលដែលគាត់ឈឺគាត់ចាប់ផ្ដើមនិយាយវាយតែរឿងអស់ហ្នឹងគេចាក់គាត់ហើយអ្វីដែលគាត់កើតឡើងវាឈឺបំផុតនោះគឺរៀងរាល់ថ្ងៃសិលហ្នឹងគាត់ស្អីថាគាត់ឈឺថងអានធុងនេះគេយកជុលចាក់គាត់ហើយក្បាលរបស់គាត់ហ្នឹងគឺឡើងមានអាស្នាមដូចគេប្រភេទគេអត់ធូកចឹងហើយសាច់រឿងនេះគឺមានតែប៉ុណ្្នឹងទេតកតងនឹងជំនឿហ្នឹងហើយជាដូចបងប្អូនអាចពិចារណាបានឬមួយក៏គាត់អាចនឹងចូលទៅទីឋានណាមួយផ្សេងទៀតដែលយើងមើលឃើញដែរតកតងនឹងហ្នឹងហើយសង្ឃឹមថាបងប្អូននឹងចូលចិត្តសាច់រឿងនេះហើយយើងចូលទៅកាន់សាច់រឿងរបស់យើងមករឿងទៀតដែលខ្ញុំបានទទួលពីបងប្អូនម្នាក់ដែរដែលគាត់បានផ្ញើមកកាន់ពួកយើងគាត់ថារឿងនេះគឺជាបទពិសោធន៍របស់ឪពុករបស់គាត់ដែលបានឆ្លងកាត់នាសម័យខ្មែរក្រហមហើយរឿងនេះមិនមែនជារឿងដែលមើលទៅគួរខ្លាចទេប៉ុន្តែវាជាប្រភេទដែលគាត់បានជួបទៅនឹងអមនុស្សដែរតែវាប្លែកតែសាច់រឿងហ្នឹងវាកើតឡើងនៅសម័យខ្មែរក្រហមគាត់ថាកំឡុងប្រហែលជាឆ្នាំ1970ជាង77នៅតំបន់វាលស្រែមួយដែលនៅក្នុងខេត្តខ្ញុំសូមប្រាប់ខេត្តទៅចុះគាត់ថានៅក្នុងខេត្តខេត្តកំពង់ធំឪពុករបស់គាត់ហ្នឹងដែលកាលនោះនៅជាយុវជនក្រុមចល័តទៅបានអង្គការគេចាត់ឲ្យគាត់ទៅយាមប្រភេទយាមស្រូវមួយកន្លែងសុំទៅគាត់ថាយកគាត់ទៅយាមនៅកណ្ដាលវាលស្រែឡើងឆ្ងាយចេញពីភូមិហ្មងគាត់ថាពេលដែលគាត់ទៅដល់ហ្នឹងគេដាក់ឲ្យគាត់យាមនៅហ្នឹងគាត់ថាយប់ប្រហែលជាចាប់ផ្ដើមងឹតមែនតើគាត់ថាពេលហ្នឹងងឹតខ្លាំងហ្មងសូម្បីតែអាពលឺច័ន្ទអីក៏អត់មានដែរពងតែអង្គុយនៅមុខភ្លើងហ្នឹងព្រោះយើងត្រូវអង្គុយពាកភ្លើងទីកុំឲ្យមកខាំណាស្រាប់តែលឺសំឡេងដូចមនុស្សដើរអញ្ចឹងសំដៅមករោគរទេះក្បែររោងរបស់គាត់ហ្នឹងគាត់នៅអង្គុយជំនុំអង្គុយនៅមុខភ្នក់ភ្លើងគាត់ដំបូងគាត់ស្មានតែប្រភេទពួកខ្មែរក្រហមមកគេត្រួតពិនិត្យអញ្ចឹងក៏បញ្ញាប់ឡើងឈោអញ្ចឹងទៅតែលោកគេ
កាន់យើងពេលដែលយើងអង្គុយធ្វើបង្ងើយពេលដែលគេមកប៉ុន្តែអ្វីដែលគាត់ឃើញនោះគឺមិនមែនជាសម្លៀកបំពាក់ខ្មៅទេពួកគាត់មើលពីជើងទៅពេលដែលគាត់គេមកកាន់តាគៀកទៅអាពលឺភ្លុកភ្លើងហ្នឹងក៏ឃើញអាបរោះដែលមានរាងមាឌធំចូលមកគិតមកចិត្តគាត់ចឹងទៅតែគាត់អត់ឃើញសម្លៀកបំពាក់ខ្មៅទេគាត់ថាគាត់នៅស្ទើនោះគាត់អត់ហ៊ានមើលមុខគេទេគាត់មើលតែផ្នែកខាងក្រោមអោនមុខចុះតែគាត់ឃើញមិនមែនជាក្រុមខ្មែរក្រហមទេដឹងដែរមើលជើងទៅជើងស្លៀកប្រភេទក្បិនណាហើយមានស្នាមមើលទៅដូចស្នាមសាក់យ័ន្តនៃពីជើងមកដល់ត្រឹមផ្លូវនេះគាត់មើលឆ្ងោកអោនចុះពេលដែលគេមកនេះគាត់អោនចុះហើយអ្វីដែលគាត់រៀងភ្ញាក់តិចហ្នឹងដោយសារតែពេលដែលគាត់អោនមុខចុះចឹងក៏អាបរោះដែលគាត់ស្លៀកឃើញស្លៀកក្បិនហ្នឹងលូកដៃមកឲ្យគាត់មើលហ្មងមានន័យថាគាត់អោនមុខចុះចឹងគេលូកដៃមកឲ្យគាត់មើលគាត់ថាពេលដែលលូកដៃមកឲ្យគាត់មើលហ្នឹងឃើញមានប្រភេទដូចកាក់ប្រាក់ប្រភេទកាក់ប្រាក់ចំនួន3គ្រាប់កាក់ប្រាក់ចំនួន3គ្រាប់ឲ្យគាត់ដាក់ដៃចឹងទៅពេលដែលគាត់ហើយអ្វីដែលគាត់ងាកទៅមើលព្រោះតែគេលូកដៃមកអត់មានឃើញនិយាយស្ដីអីគាត់ក៏បានយកអាដៃក្តាប់អាកាក់3ហ្នឹងហើយងាកទៅមើលអាបរោះហ្នឹងគាត់ដល់ពេលដែលគាត់ក្តាប់ដៃគេដកដៃចឹងបរោះដែលគាត់ឃើញមានខ្លួនពោពេញទៅដាក់សាក់យ័ន្តហ្នឹងដើរចេញពីគាត់វិញមានន័យគាត់ងើបទៅគេដើរចេញមកអញ្ចឹងក៏ឃើញខ្នងឃើញអីប៉ុន្តែអ្វីដែលគាត់រន្ធត់នោះគឺបរោះដែលដើរចេញទៅនោះអត់មានក្បាលទេមានន័យថាអត់មានក្បាលទេឃើញតែពេតខ្នងច្រើនពោពេញសុបគឺសាក់យ័ន្តសាក់ខ្មែរយើងមកអាកាក់ដែលគាត់ឲ្យហ្នឹងគឺនៅដៃគាត់ដដែលទេតែបរោះដែលគាត់ដើរចេញហ្នឹងមកដើរផុតអាពលឺភ្លើងភ្លើងហ្នឹងគឺបាត់ចូលអាវាងឹតមើលឡើងឃើញអញ្ចឹងហើយហ្នឹងគាត់ចង់ស្លន់ដែរហើយគាត់ហ៊ានប្រាប់គេតាក់ទងនឹងអារឿងដែលគាត់បានជួបនឹងដែរប៉ុន្តែអាកាក់ហ្នឹងគាត់ទទួលទុកគឺគាត់ថាប្រភេទកាក់ដែលវាជារូបមន់ណាមានមន់2និងប្រភេទរូបខំមួយប្រហែលជាអាចនឹងកាក់បុរាណខ្មែរយើងក៏អាចថាបានតាក់ទងនឹងរឿងនេះគាត់បានដែរគាត់ច្បាស់ដែរហើយក៏គាត់បានទៅសួរចាស់ដែរហើយតាក់ទងនឹងកន្លែងហ្នឹងពីច្រើននៅពីមុនតងនឹងប្រភេទខ្មែរក្រហមហ្នឹងចាស់គេគាត់ច្រើនប្រាប់ថាការពីសម័យដើមហ្នឹងមុនពេលដែលគេកប់ប្រភេទកំណប់ឬក៏សាងសង់អ្វីមួយគេតែងតែធ្វើពិធីសែនព្រេនឲ្យប្រភេទវិញ្ញាណអ្នកក្លាហានអីហ្នឹងមកយាមទៅនឹងកន្លែងដែលស័ក្តិសិទ្ធិទាំងអស់ហ្នឹងប៉ុន្តែនាសម័យប្រភេទសម័យខ្មែរក្រហមពួកគេបានវាយប្រភេទកន្លែងស័ក្តិសិទ្ធិអស់ហ្នឹងគឺវាយកំទេចចោលទាំងអស់មិនថាជាវត្តអារាមឬអីទេអញ្ចឹងគេបានសម្លាប់មនុស្សច្រើនអញ្ចឹងធ្វើឲ្យវិញ្ញាណទាំងអស់នោះវាអាចពួកគាត់អត់មានកន្លែងទៅដែរអញ្ចឹងច្រើនតែបង្ហាញខ្លួនឲ្យឃើញទៅតាមទម្រង់ផ្សេងគ្នាហ្នឹងដូចជាគាត់ឃើញប្រភេទដែលមនុស្សដែលមានមាឌធំហើយអត់មានក្បាលទេហើយកាក់ហ្នឹងគាត់ក៏ចែកដល់កូនចៅរបស់គាត់មកដល់ឥឡូវដែរតើតូននឹងកាក់ហ្នឹងអញ្ចឹងអាកន្លែងហ្នឹងវាអាចបង្ហាញថាគាត់បានជួបមិនមែនជាការលងបន្លាចអីទេតើតូននឹងចំនួនខ្មែរក្រហមហ្នឹងតែគាត់បានជួបទៅនឹងអាចនឹងអ្នកថែរក្សាអីគេអាចចែករបស់ស័ក្តិសិទ្ធិអីមកកាន់គាត់ដែរដើម្បីទុកថែរក្សាខ្លួនគាត់ថាពេលដែលគេចែកកាក់ហ្នឹងហើយគឺអត់អាចបង្ហាញទៅណាប្រទេសឲ្យគាត់មូជាប់តែនឹងចកេះខោរហូតដល់សង្គ្រាមចប់សពគ្រប់ហើយតកតងនឹងសាច់រឿងខ្លីនេះបងប្អូនយល់ឃើញមិនដែរបើសិនជាមានអ្នកដែលមានសាច់រឿងតកតងនឹងស្តៀងហ្នឹងឲ្យអាចជួយ comment ប្រាប់ខ្ញុំផងសាច់រឿងរបស់គាត់ខ្លីមែនតើគាត់បានបង្ហាញពី
ពីអមនុស្សដែរតែអមនុស្សរបស់គាត់គឺប្រភេទដែលគេអាចចែករបស់ស័ក្តិសិទ្ធិមកកាន់គាត់វិញហើយសម្រាប់សាច់រឿងអេពីសូតទី16នេះខ្ញុំមានអារម្មណ៍ថាខ្ញុំអាចនឹងនិយាយខុសច្រើនព្រោះវាអាចតាក់ទងនឹងអំពើអំព័ន្ធខ្ញុំអត់សូវច្បាស់តាក់ទងនឹងរឿងហ្នឹងដែរតែសង្ឃឹមថាបងប្អូននឹងចូលចិត្តសាច់រឿងមួយនេះអរគុណសម្រាប់ការទស្សនាហើយមួយវិញទៀតបងប្អូនដែលមានសាច់រឿងចង់ចែកម្លែកមកកាន់ចាស់ប្រាជ្ញអាចតាក់ទងមកកាន់ Telegram យើងបានព្រោះយើងដាក់នៅក្នុង description ខាងក្រោមហើយក៏សង្ឃឹមថាបងប្អូនជួយចុច like subscribe comment ការចូលរួមរបស់បងប្អូនគឺជួយយើងច្រើនមែនតើខ្ញុំមានតែប៉ុណ្្នឹងទេពីចាស់ប្រាជ្ញសូមអរគុណជួបគ្នានៅអេពីសូតក្រោយទៀត